Đang ngày tháng bảy bóng bóng bắt đánh lên liền chẳng cứ dập mình tên có hôm anh liệu cả đào chu mới tới đôi chỉ miền môn ấy bên nâng ta trong hẹp bóng bóng hai viên mền môn này vì chỉ ca rồi liền nó lớn bảy một bóng bóng nâng tay mà đong ấyហើយបងប្អូនចឹងនៅក្នុងវីដេអូហ្នឹងគឺបងប្អូននឹងមកហៅពីដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាហ្នឹងហើយសួរថាហេតុអ្វីបានជាប្រើលេលាយហ្នឹងចុងក្រោយទៅជាបញ្ហាបែបហ្នឹងវិញទាំងនៅដំបូងស្អាតសោះណា trong môn năng này dòng pi cáp sẽ ba cứ chọn ai bóng ổn đông rương mùi cứ thà lê lê nó ấy kia lê nó xa được thiết mà giá là hàng thá có pi có ít rồi có corticosteroid rồi có những hàng clay mà dạng tiết steroid ý năng bộ nia bóng ổn cứ về chia bảo phê thân nắm đá chui bảo trang tân nâng cao rồi liệu hai cả đẹp hở không bạn là màn hiện chón viết thoại sò thì vấn tác so nó màn không này là ôi bóng ổn viết thoại đang bay bao dương sao từ vấn đề hay hay ấy bạn chỉ phở yu tơ chỉ anh lý ấy chẳng thì mỗi cứ một bóng ổn vì xong âm từ năng xả thì nó cứ vì mình chui ở bóng ổn nâng và trang từ năng bạn ha lý ấy thực ở năng tiết tê hưởng môn là lý ấy năng ở từ bốn với trẻ chui ba đây but tại nó phải bay bóng ổn là nữa thì mỗi vì xong âm thì pi cứ vì sao vì khôi kha ta hai chán nó bên nó lại đài bóng ổn cứ thà hỏi chui vì lên tơ gì chán á chán dương chung mà đó cáp chỉ baแต่mà đồng bóng ổn chứ hưởngที่มื่อเดี๋ยวบองปอนเตยทัวนู่คือแท้สำแอดเอาบานสะอาดผู้แทนบะมันจังเต้สบายนี่คือสบายใดระแนงการเป็นสบายนั่งคุยแค่ใดจังต่อเมียนปัวบันสะอาดไอ้ซิงมานั่งหัวโจแต่ขนมสบายบอกบองปอนหนึ่งจังบ้านจิตทาบองปอนสำคัญเหมือนกันให้การได้พอบอกได้สำอาดมุกโฟมนั่งไงก็เธอหอบปวดได้สลดต้นสมัยสบายจังเดี๋ยวแต่พิธานสำนายนอมปีโปรดักต์เราบองปอนตีมวยคือบิโอเดมา20โยจามูซองទី2គឺពពួក Cetaphil ដែលពួកនេះគឺសុទ្ធតែជា gentle cleanser ល្អមែនទែនដែលសម្រាប់ខ្ញុំខ្ញុំគិតថាវា top អីជំហានទី2គឺបងប្អូនអាចប្រើ Sensibio Tonic វាជាប្រភេទ toner ដែលនៅក្នុងនោះគឺវាមានសារធាតុដែលប្រឆាំងទៅនឹងការរលាកដល់ស្បែកមុខរបស់បងប្អូនបានអញ្ចឹងបងប្អូនវាងាយស្រួលមែនទែនវាគ្រាន់តែជាទឹកវាផ្ដល់សំណើមវាប្រឆាំងទៅនឹងការរលាកអញ្ចឹងដាក់បានព្រោះបើមិនអញ្ចឹងទេបងប្អូនយើងអត់ទាន់អាចប្រើអីបានទេនៅក្នុងឡុងពេលនេះនោះព្រោះថាមុខនៅក្នុងឡុងពេលដែលបងប្អូនផ្ដាច់លាយហ្នឹងគឺវាឡើងក្រហមហើមអីទាំងអស់ហ្នឹងហើយបងប្អូនប្រើអីអត់បានទេប៉ះអត់បានហ្មងអញ្ចឹងបងប្អូនដោយសារអីមុខវាកំពុងតែស៊ាំទៅនឹងអាថ្នាំហ្នឹងហើយពោពេញទៅដោយ side effect នឹងប្រតិកម្មពេញហ្នឹងអញ្ចឹងពេលដែលបងប្អូនដាក់អីស្រួលមិនស្រួលគឺដាក់មិនបានទេអញ្ចឹងបានថាបងប្អូននៅក្នុងអំឡុងពេលដែលបងប្អូនផ្ដាច់ហ្នឹងគឺត្រូវទុកមុខចោលរយៈពេលយ៉ាងហោចណាស់ក៏2សប្តាហ៍ទៅ1ខែដែរអញ្ចឹងអំឡុងពេលហ្នឹងគឺបងប្អូនអាចប្រើត្រឹម toner នឹងសិនបានអញ្ចឹងក្នុងអំឡុងពេលហ្នឹងមុខបងប្អូនក្តៅខ្លាំងមែនតើត្រូវទេចុះបងប្អូនគឺអាចប្រើនៅពពួក compress ត្រជាក់យកមកស្អំទៅដើម្បីជួយសូត្រវាប្រឆាំងទៅនឹងការលាហើយឲ្យវាត្រជាក់បុកមកវិញរឿងមួយទៀតគឺបងប្អូនត្រូវការពារពីកម្ដៅថ្ងៃដោយបងប្អូនដឹងអញ្ចឹងមុខកំពុងតែខ្សោយបាត់បង់នៅអ្វីដែលការពារវាយ៉ាងសូម្បីតែមុខមានសុខភាពល្អក៏ត្រូវកម្ដៅថ្ងៃអាចនឹងខ្សោយដែរបងប្អូនចុះទំហំតែមុខបងប្អូនដែលខ្សោយស្រាប់គឺសំខាន់មែនតើបងប្អូនត្រូវតែការពារពីកម្ដៅថ្ងៃអាចជ្រើសរើសនៅក្រែមការពារកម្ដៅថ្ងៃដែលសម្រាប់ស្បែកមុខឆាប់ប្រតិកម្មឬក៏ពពួក physical sunscreen ប៉ុន្តែជាក់ស្ដែងដោយបងប្អូនពេលខ្លះទៅក៏បងប្អូនប្រើមិនទាន់ទាំងបានទៀតប៉ះទៅគឺឈូក្តៅខ្លាំងទ្រាំមិនបានណាបងប្អូនអញ្ចឹងបងប្អូនត្រូវជៀសវាងពីកម្ដៅថ្ងៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបានអញ្ចឹងហើយមួយទៀតបើបងប្អូនត្រូវថ្ងៃហើយបងប្អូនមានលាបអីចឹងបងប្អូនយ៉ាងហោចណាស់គឺត្រូវមានម៉ាស់មានវ៉ែនតាពាក់មួកឃ្លុំឲ្យជិតចឹងតែអត់បានទេបងប្អូនវានឹងធ្វើឲ្យស្បែកមុខនឹងចេញជាបញ្ហាជួមអីនឹងឯងដែលវាជាបញ្ហាឧស្សាហ៍កើតឡើងមែនតើនៅខ្មែរយើងដោយសារតែពីច្រើនមានការប្រើប្រាស់នៅពពួកលេលាយនឹងឯងអញ្ចឹងក្នុងអំឡុងពេល2សប្តាហ៍ដែលបងប្អូនទុកមុខចោលនឹងហើយអូខេចាប់ផ្ដើមប្រើផលិតផលដើម្បីជួយពង្រឹងស្បែករបស់បងប្អូនមកវិញបានហើយអញ្ចឹងបងប្អូនអាចប្រើដូចជាពពួកSensibio Defensive Serum ដែលពួកហ្នឹងគឺវាមានសារធាតុដែលជួយឲ្យរនាំងការពារស្បែករបស់បងប្អូនរឹងមាំក៏ដូចជាសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មហើយក៏ដូចជាសារធាតុដែលជួយគ្រប់គ្រងអ្នកស្បែកដែល
ឆាប់ប្រតិកម្មឡងពេលហ្នឹងបងប្អូនបានផងដែរហើយបើនិយាយទៅពួកនេះគឺបងប្អូនអាចចាប់ផ្ដើមសាកប្រើទៅនៅសប្តាហ៍ទី2ក្រោយពីទុកមុខចោល toner មាន toner មានអីហ្នឹងឯងចឹងដល់ពេលហ្នឹងបងប្អូនអាចប្រើ toner ហើយលាបអាហ្នឹងទៅហើយបើសិនជាបងប្អូនទុកពីអាទិត្យហើយនៅប៉ះមិនបានទៀតអូខេអាចទុកដល់អាទិត្យទី3អាទិត្យទី4អាចនិយាយថា1ខែចឹងណាបងប្អូនដើម្បីចាប់ផ្ដើមប្រើវាអញ្ចឹងការព្យាបាលដើម្បីឲ្យមានប្រសិទ្ធភាពគឺយើងអាចឲ្យបងប្អូនអមជាមួយនឹងថ្នាំទៀតអញ្ចឹងថ្នាំដែលអាចប្រើបាននោះគឺមានដូចជាពួក anti histamine គឺជាថ្នាំប្រឆាំងអាឡែហ្ស៊ីដែលជួយប្រឆាំងទៅនឹងការរមាស់ដល់បងប្អូនបានហើយមួយទៀតគឺយើងឲ្យនៅពពួកថ្នាំផ្សាដែលជា doxycycline ពួកនេះគឺវាជាថ្នាំប្រឆាំងទៅនឹងបាក់តេរីប៉ុន្តែដោយសារតែវាមានសមត្ថភាពពិសេសមួយនៅក្នុងការប្រឆាំងការរលាកដែលគ្រូពេទ្យគឺឲ្យអាហ្នឹងដើម្បីទប់ជាមួយនឹងបញ្ហាស្បែកមុខដែលកើតហើមអាលាកក្រហមនឹងក្រោយផ្ដាច់លាយនឹងបងប្អូនបន្តពីការប្រើថ្នាំផ្សះប្រឆាំងបាក់តេរីអីនោះគឺបងប្អូនអាចប្រើនៅប្រូប៊ីយ៉ូទិកដែលជួយទ្រទ្រង់ដល់បាក់តេរីល្អនៅក្នុងរាងកាយរបស់បងប្អូនមកវិញបានដើម្បីមួយទៀតដែរក៏វាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់បងប្អូនហើយ supplement ដែលបងប្អូនអាចញ៉ាំបានដើម្បីជួយប្រឆាំងទៅនឹងការរលាកនោះគឺមានដូចជាពពួក omega 3ហើយក៏ដូចជាពពួក curcumin ដែលមាននៅក្នុងរមៀតជាដើមបងប្អូនទាំងអស់គ្នាបើនិយាយឲ្យចំទៅគឺបងប្អូនអាចទៅមើលវិធីធ្វើតែល្មៀតឬទឹកល្មៀតនៅក្នុងវីដេអូនេះបានផងដែរនិងយល់ពីអត្ថប្រយោជន៍របស់វាហើយបងប្អូនសំខាន់មែនតើការផឹកទឹកឲ្យបានច្រើននោះគឺសំខាន់ណាស់ព្រោះថាស្បែករបស់បងប្អូនម្លងពេលនេះគឺវាកំពុងតែខូចខាតដល់នឹងការពារស្បែកដែលទឹកហូរចេញពីស្បែកអញ្ចឹងហើយចង់ប្រាប់បងប្អូនថាការញ៉ាំបន្លែផ្លែឈើហ្នឹងគឺជួយដល់ស្បែករបស់បងប្អូនមែនតើព្រោះយើងថាបំពន់ពីក្រៅពីក្នុងទៅជាមួយគ្នាបងប្អូនហើយបើសិនជាបងប្អូនអត់ដឹងថាត្រូវញ៉ាំអីគេទេបងប្អូនសូមទៅឆែកវីដេអូនេះតាក់ទងជាមួយនឹងចំណីសម្រាប់ស្បែកដែលនៅក្នុងវីដេអូនេះគឺបងប្អូននឹងដឹងពីអាហារល្អៗដែលញ៉ាំទៅគឺវាជួយស្បែកយើងហ្មងបងប្អូនអញ្ចឹងចឹងដាក់ទៅចំតែម្ដងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងវាជា guide មួយដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នារកឃើញវិធីសាស្ត្រនៅក្នុងការជួយខ្លួនឯងនៅក្នុងការព្យាបាលនៅបញ្ហាស្បែកមុខដោយសារតែផ្ដាច់លាយហ្នឹងអញ្ចឹងបើសិនជាបងប្អូនយល់ថាវីដេអូហ្នឹងមានប្រយោជន៍បានជួយបងប្អូនទាំងអស់គ្នានោះគឺថាកុំភ្លេចធ្វើការ like share ក៏ដូចជា subscribe ទៅ Therapy Times ផងណាគឺដើម្បីអីឲ្យវាបានទៅដល់បងប្អូនដែលជួបបញ្ហាដូចគ្នានឹងផងដែរចុះអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងទៅជួបគ្នានៅវីដេអូមួយនោះ